ដោយធ្វើការដោយការទទួលខុសត្រូវរីកចម្រើនដោយទំនុកចិត្តអូខេ Keep your classroom clean Keep your classroom clean រក្សាថ្នាក់រៀនឲ្យស្អាត Take care of classroom materials Take care of classroom material ថែរក្សាសម្ភារៈក្នុងថ្នាក់រៀនណាថែរក្សាសម្ភារៈក្នុងថ្នាក់រៀន Be a good listener Be a good listener ធ្វើជាអ្នកស្ដាប់ដ៏ល្អធ្វើជាអ្នកស្ដាប់ដ៏ល្អ Be a positive learner Be a positive learner ធ្វើជាអ្នករៀនដែលមានភាពវិជ្ជមានណាធ្វើជាអ្នករៀនដែលមានភាពវិជ្ជមាន Be a positive learner Encourage one another Encourage one another តែលើកទឹកចិត្តគ្នាទៅវិញទៅមកណាលើកទឹកចិត្តគ្នាទៅវិញទៅមកនៅយើងរៀនលើកទឹកចិត្តគ្នាទៅវិញទៅមកណាในការលើកទឹកចិត្តសំខាន់ណាស់នៅក្នុងវ័យសិក្សាហ្នឹងព្រោះអីពួកយើងផ្លូវចិត្តមិនសូវជារឹងមាំប្រហែលទេវ័យក្មេង Celebrate each other's success Celebrate each other's success ណាអបអរសាទរភាពជោគជ័យគ្នាណាអបអរសាទរភាពជោគជ័យរបស់គ្នាទៅវិញទៅមកណាជួយអបអរគ្នា Every question is important Every question is important ណាគ្រប់សំណួរគឺសំខាន់ Every day is a new opportunity to learn Every day is a new opportunity to learn រាល់ថ្ងៃគឺជាឱកាសថ្មីសម្រាប់ការរៀនបាទបងប្អូនបាទយើងកុំឲ្យពេលវេលាចោលទៅយើងរៀននៅអ្វីដែលយើងមានរំលឹកមកវិញទាំងអស់ណារៀនពីខ្លួនឯងរៀនអំពីបរិបទជុំវិញរៀនអំពីសង្គមរៀនអំពីជីវិតណាសិតតែរៀនអស់កន្លែងណាឯងអាចរៀនបានដែរ Learn with confidence Learn with confidence រៀនដោយទំនុកចិត្ត Practice makes progress Practice make progress អូខេការអនុវត្តនាំឲ្យមានការរីកចម្រើនណាការអនុវត្តនាំឲ្យមានការរីកចម្រើនបើយើងរៀនតែទ្រឹស្ដីអត់ដែលអនុវត្តនិយាយរៀនចុះរៀនឡើងអត់ចេះនិយាយទេអង់គ្លេសក្តីមិនថាកិច្ចការក្តីយើងមិនដែលអនុវត្តគឺមិនអាចរីកចម្រើនបានទេចឹងហើយត្រូវការមានបទពិសោធន៍អនុវត្ត Success start with effort Success start with effort ណា effort ណាភាពជោគជ័យចាប់ផ្ដើមពីការខិតខំណា effort នេះគឺការខិតខំប្រឹងប្រែងព្យាយាមក៏បានដែរអូខេ Small steps lead to big success Small steps lead to big success ជំហានតូចៗនាំទៅរកភាពជោគជ័យធំណាហ្នឹងហើយយើងចាប់ផ្ដើមពីអ្វីតូចៗទៅដើម្បីកុំឲ្យពិបាកអ្វីគ្រប់យ៉ាងគឺចាប់ផ្ដើមពីតូចៗដូចជាយើងនឹងសំថវិកាអញ្ចឹងបើយើងអត់ចិនសំពីថវិកាតូចទេដល់ពេលមានលុយច្រើនក៏យើងអត់ចិនសំដែរអញ្ចឹងជាចាប់ដើមអីពីតូចទៅនៃធ្វើជាទម្លាប់ជា consistency ណាជាទម្លាប់ជាជាប់លាប់អញ្ចឹងទៅធ្វើឲ្យយើងរីកចម្រើន Be respectful at all times Be respectful at all times គោរពអ្នកដទៃគ្រប់ពេលវេលាណាគោរពអ្នកដទៃគ្រប់ពេលវេលាថាចាស់មិនថាក្មេងឲ្យតែមានអរិយាប័ត្រល្អយើងគោរពអូខេ Be responsible for your action Be responsible for your actions ណា Be responsible for your action ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន Keep trying until you succeed Keep trying until you succeed ណាបន្តព្យាយាមរហូតដល់ជោគជ័យណារហូតដល់ជោគជ័យមុនជោគជ័យជោគជាំណាអូខេទៀតបន្តទៀត Learn something new every day Learn something new every day រៀនអ្វីថ្មីជារាល់ថ្ងៃជីវិតយើងត្រូវការរៀនជារៀងរាល់ថ្ងៃ
នៅក្នុងបរិបទសង្គមសម័យសកលភាវូបនីយកម្មនេះយើងត្រូវតែរៀនណាអ្វីថ្មីឥឡូវបរិបទ AI កំពុងតែវាយលុកទីផ្សារបទចម្រៀងបទអីទាំងអស់យើងសិតតែរៀនទាំងអស់ហ្នឹងហើយយើងរៀនសូត្រទៅដើម្បីបានចំណេះដឹងថ្មីបើយើងអត់រៀនយើងចាស់ make learning enjoyable make learning enjoyable make learning enjoyable ណាធ្វើឲ្យការរៀនមានភាពរីករាយហ្នឹងហើយយើងទៅរៀនទៅយើងមានភាពរីករាយយើងចាប់ចេះចាប់ចាំចំណាំចាប់បានហើយបើយើងរៀនទៅសេស្មើស្ទក់នៅជីវិតហ្នឹងអត់ទៅណាទេបានតែហ្នឹងឯង be confident to speak English be confident to speak English ណាមានទំនុកចិត្តក្នុងការនិយាយភាសាអង់គ្លេសហ្នឹងហើយយើងរៀនហើយយើងរៀននិយាយអង់គ្លេសបើរៀនអត់ហ៊ាននិយាយគឺស្មើ0ចេះប៉ុណ្ណាក៏ដោយតែបើអត់និយាយចេញវាចប់ learn with an open mind learn with an open mind រៀនដោយបើកចិត្តមានថារៀនដោយបើកចិត្តមិនយើងរៀនបើកចិត្តទទួលយកនៅមេរៀនដែលយើងរៀនមានកំណត់វិជ្ជមានហើយទោះយើងមិនចេះក៏យើងត្រូវតែរៀនណាវាចេះហើយក៏ត្រូវតែរៀនបើកចិត្តរៀនយកអ្វីគ្រប់យ៉ាងណាយើងជួយរីកចម្រើន be an active learner be an active learner ធ្វើជាអ្នករៀនដែលសកម្មណា be an active learner ធ្វើជាអ្នករៀនដែលសកម្មដើម្បីឲ្យជីវិតយើងរីកចម្រើនពីថ្ងៃទៅថ្ងៃតែយើងសកម្មក្នុងការសិក្សារៀនសូត្រមិនថាការរស់ស៊ីមិនថាធ្វើអីទេបើយើងអសកម្មវាពិបាករីកចម្រើនណាប៉ុន្តែយើងគ្រួសារអីទេប៉ុន្តែយើងអសកម្មទាំងអស់គ្នាមិនអាចឲ្យមានការរីកចម្រើនបានទេហ្នឹងហើយអញ្ចឹងហើយត្រូវតែសកម្មការរៀនសកម្មការរស់ស៊ីសកម្មស្វែងរកប្រាក់មានប្រាក់កាក់លុយកាក់ទាំងអស់សកម្មមិនបានមានប្រាក់ទាំងអស់មកអូខេអរគុណច្រើន